បាននៅថ្ងៃចុងសប្តាហ៍នេះខ្ញុំបានលើកយកប្រធានបទផុតតាំងមកជម្រាបចែកជូនជាចំណេះដឹងបន្តទៅទៀតប៉ុន្តែយើងបន្តលើកយកករណីសិក្សាជាក់ស្ដែងមកសិក្សាតាក់ទងទៅនឹងប្រធានបទផុតតាំងដានបាទប្រធានបទផុតតាំងដាននេះគឺជារឿងពិតនៅក្នុងសង្គមអាមេរិកកាំងនិងការអនុវត្តច្បាប់ជាក់ស្ដែងនៅក្នុងសង្គមអាមេរិកកាំងដូច្នេះកាលពីសប្តាហ៍មុននៅក្នុង slide ភាគទី1ខ្ញុំបានលើកយកជំពូកទី1នេះមកជម្រាបជូនជាអង្គហេតុនៃការបាត់ខ្លួនរបស់នាង Stephanie នេះនៅក្នុង slide ភាគទី1រួចទៅហើយដល់ត្រង់ចំណុចនាង Stephanie នេះបានបាត់ខ្លួនបាទបន្ទាប់ពីនាងត្រឡប់ពីការជូនមិត្តភ័ក្តិរបស់នាងហ្នឹងគឺមិត្តភ័ក្តិស្នាក់នៅរួមបន្ទប់មានន័យថានៅបន្ទប់ជួលជាមួយគ្នាហ្នឹងហើយនឹងមិត្តប្រុសរបស់នាង Patty Beria ហ្នឹងបាទគាត់ត្រឡប់មកវិញនាង Stephanie ហ្នឹងគាត់ត្រឡប់មកវិញហើយក៏វង្វេងផ្លូវហើយមុនពេលដែលនាង Stephanie ហ្នឹងគាត់ត្រឡប់មកវិញគាត់បានសួរនាំទិសដៅដែលត្រូវត្រឡប់មកវិញពីមិត្តប្រុសរបស់នាង Patty Beria ហ្នឹងគឺលោក Jim Fraser ហ្នឹងគាត់បានប្រាប់នាង Stephanie ច្បាស់លាស់ហើយថាទិសដៅផ្លូវដែលត្រូវត្រឡប់មកកាន់ទីក្រុង Sacramento វិញគឺត្រូវឆ្លងកាត់ផ្លូវអន្តររដ្ឋលេខ12និងលេខ5ជាពិសេសផ្លូវអន្តររដ្ឋលេខ5ចុងក្រោយគេបត់មកទិសខាងជើងចូលទៅទីក្រុង Sacramento ប៉ុន្តែយើងមិនដឹងថាយ៉ាងម៉េចបានជាក្រោយពេលដែលនាងត្រឡប់មកវិញគឺត្រូវបានខាងក្រុមហ៊ុនការងាររបស់នាង Stephanie ហ្នឹងក្រុមហ៊ុនអនុទាននិងប្រាក់សន្សំហ្នឹងបានទូរស័ព្ទមកប្រាប់នាង Patty Beria ហើយនឹងលោក Jim ហ្នឹងថាមិនឃើញវត្តមាននាង Stephanie ទៅធ្វើការទេកាលពីព្រឹកម្សិលមិញដូច្នេះហើយក៏មានការឆោឡោហើយនាងPatty Beria ហ្នឹងគាត់ក៏បានទូរស័ព្ទទៅលោកស្រី Joellen Brown ដែលជាម្ដាយរបស់នាង Stephanie ហ្នឹងជាព័ត៌មានដូច្នោះហើយបន្ទាប់ពីពេលនោះក៏មានការឆោឡោអំពីព័ត៌មាននៃការបាត់ខ្លួនរបស់នាង Stephanie ដូច្នេះយើងសិក្សានៅទីនេះបន្តទៅទៀតការស្រាវជ្រាវនិងកំណត់អត្តសញ្ញាណជនរងគ្រោះមន្ត្រីស៊ើបអង្កេតពីររូបនៃនាយកដ្ឋានក្រុង Sancho Quinn ឈ្មោះ Pat Rosenquist និងម្នាក់ទៀតឈ្មោះ David Vito Bertocchini និងក្រុមសង្គ្រោះបន្ទាន់បានមកដល់កន្លែងកើតហេតុមុនគេត្រង់ចំណុចនេះខ្ញុំភ្ជាប់ពីslide ភាគទី1បន្តិចដោយមូលហេតុដែលមន្ត្រីស៊ើបអង្កេតទាំងពីរនាក់និងក្រុមសង្គ្រោះបន្ទាន់នេះគាត់មកហ្នឹងគឺគាត់បានទទួលព័ត៌មានពីអ្នកនេសាទត្រីម្នាក់ដែលគាត់បានទៅនេសាទត្រីនៅរដូវក្តៅនោះហើយក៏បានប្រទះឃើញសាកសពស្ត្រីអណ្ដែតទឹកនៅក្នុងប្រឡាយទឹកហូរមួយប្រឡាយទឹកធារាសាស្ត្រមួយដែលចេញពីដៃទន្លេមកគឺទឹកកំពុងហូរខ្លាំងហើយសាកសពនឹងគឺអណ្ដែតនៅក្នុងប្រឡាយទឹកនឹងបាទដូច្នេះហើយគាត់ក៏បានទៅរាយការណ៍ឲ្យមន្ត្រីស៊ើបអង្កេតមន្ត្រីប៉ូលីសនៅប្រចាំនៅទីក្រុង Sancho Quinn អញ្ចឹងពួកគេបានប្រើទំពក់វែងដើម្បីទាញយកសាកសពពីជ្រាំងដែលនៅទល់មុខទន្លេនោះមុននឹងអនុញ្ញាតឲ្យយកសាកសពចេញពីទឹកអ្នកស៊ើបអង្កេតទាំងពីរអ្នកនេះបានដើរចុះចូលទៅក្នុងទឹកបាទចូលទៅក្នុងប្រឡាយទឹកហ្នឹងណាបាទដើម្បីពិនិត្យមើលស្ថានភាពជាមុនពួកគេបានមើលឃើញមែកឈើវែងមួយនិងមានស្លឹកឈើនិងមានស្លឹកមួយតងនៅចប់ក្រោមខ្សែអាវទ្រនាប់របស់នាងនៅផ្នែកខ្នងនិងផ្នែកស្មាមានស្នាមប្រឡាក់ប្រឡោះក៏ដូចជាខោខ្លីពណ៌សរបស់នាងដែរជើងរបស់នាងបានកប់ទៅក្នុងទឹកនៅផ្នែកខាងលើប្រឡាយទឹកនោះក្នុងប្រឡាយទឹកនោះអ្នកស៊ើបអង្កេតទាំងពីរនាក់នេះបានធ្វើការស្រាវជ្រាវយ៉ាងប្រញាប់ប្រញាល់នៅពាក់កណ្ដាលនៃ
នៅពាក់កណ្ដាលផ្លូវនៃប្រឡាយទឹកចុះទៅខាងក្រោមអ្នកស៊ើបអង្កេតនេះបានរកឃើញស្បែកជើងមនុស្សស្រីមួយចំហៀងហើយស្បែកជើងម្ខាងទៀតបានស្ថិតនៅត្រើយម្ខាងទៀតនៃប្រឡាយទឹកនោះអ្នកស៊ើបអង្កេតទាំងពីរអ្នកនេះបានពិនិត្យសាកសពហើយបានរកឃើញស្នាមក្រហមនៅផ្នែកខាងមុខករបស់នាងនិងមានពណ៌ស្វាយនៅប៉ត់ជុំវិញកជាសញ្ញាសម្គាល់ដោយការចងរឹតកសម្លាប់គ្រូពេទ្យជំនាញរោគសាស្ត្រឯកជនម្នាក់បានមកដល់កន្លែងកើតហេតុគាត់បានវះកាត់នៅផ្នែកខ្នងរបស់នាងហើយបានដាក់បញ្ចូលប្រដាប់ស្ទង់ទៅក្នុងថ្លើមវាបានកត់ត្រាសីតុណ្ហភាពចំនួន81អង្សានៃសន្លាក់ឆ្អឹងធ្គាមសន្លាក់ឆ្អឹងជើងនិងពេលជិតស្លាប់គាត់ក៏បានវាស់សីតុណ្ហភាពទឹកនិងខ្យល់ដើម្បីគណនាពេលវេលានៃការជិតស្លាប់របស់នាងផងដែរសាកសពមិនត្រូវបានស្គាល់អត្តសញ្ញាណទេពេលនេះនាងគឺជាករណីចែនដូករណីចែនដូនឹងគឺជាករណីមួយដែលមិនស្គាល់អត្តសញ្ញាណតាក់ទងទៅនឹងអំពើឃាតកម្មដោយការវេកមុខឃាតកររបស់ជនរងគ្រោះម្នាក់ដែលមិនស្គាល់អត្តសញ្ញាណហាក់ដូចជាព្យាយាមវាស់វែងដីមួយប្លង់ដែលគ្មានម៉ែត្រវាស់ដូច្នោះដែរលោក Pete Rosenquist បានធ្វើការសន្និដ្ឋាននេះក្រោយពេលដែលសាកសពត្រូវបានដកចេញពីកន្លែងកើតហេតុទៅកាន់មន្ទីរពិសោធន៍អ្នកស៊ើបអង្កេតទាំងពីរអ្នកនេះបានពង្រីកការស្រាវជ្រាវយ៉ាងទូលំទូលាយនៅលើតំបន់ទាំងសងខាងនៃប្រឡាយទឹកនោះលោក Henry Machen ជាពលបាលត្រីទម្រួតក្រុងសាក្រម៉ាន់តូបានទទួលរបាយការណ៍នៃករណីមនុស្សបាត់ខ្លួនពីម្ដាយរបស់នាង Stephanie នៅវេលាម៉ោង 2:10 នាទីព្រឹកថ្ងៃទី15ខែកក្កដាឆ្នាំ1986គាត់ទើបតែទទួលបានរបាយការណ៍នេះមានរយៈពេល1ម៉ោងប៉ុណ្ណោះលោក Machen គឺជាអតីតទាហានជើងចាស់ដែលមានបទពិសោធន៍ការងារនេះ17ឆ្នាំនៅក្នុងការិយាល័យមនុស្សជាតិនេះគាត់មានការសង្ស័យយ៉ាងខ្លាំងជុំវិញការបាត់ខ្លួនដ៏អាថ៌កំបាំងរបស់ករណីនាង Stephanie នេះគាត់បានទូរស័ព្ទទៅផ្នែកទំនាក់ទំនងដើម្បីឲ្យគេភ្ជាប់ទៅលោកអនុប្រធានផ្នែក Acevedo អំពីរបាយការណ៍ករណីមនុស្សបាត់ខ្លួននេះលោក Machen បានប្រគល់របាយការណ៍ករណីមនុស្សបាត់ខ្លួននេះជូនទៅលោកអនុសេនីយ៍ឯក Ray Biondi ជាប្រធានការិយាល័យមនុស្សជាតិក្រុងសាក្រម៉ាន់តូដែលមានបទពិសោធន៍ជាង2ទសវត្សរ៍ជាមួយនាយកដ្ឋាននេះលោក Biondi បានអានរបាយការណ៍នោះនិងបានយល់ថាការបាត់ខ្លួននាង Stephanie គឺជាករណីចាប់ពង្រត់របស់ជនចម្លែកគាត់បានឲ្យរបាយការណ៍នោះទៅលោក Machen វិញនិងបានណែនាំថាការស៊ើបអង្កេតលើករណីឃាតកម្មមិនគួរដំណើរការយឺតយ៉ាវទេព្រោះតម្រុយសាក្សីនិងផុសតាងរូបវ័ន្តគឺច្រើនតែចល័តពិបាកយល់និងច្រើនតែត្រូវបានគេបំភ្លេចចោលលោក Machen និងលោកអនុប្រធានផ្នែក Acevedo បានជួបគ្នាលោក Machen និងលោកអនុប្រធានផ្នែក Acevedo បានជួបគ្នាតាមទូរស័ព្ទដោយលោក Acevedo បានប្រាប់លោកពលបាលត្រី Machen អំពីកិច្ចការដែលគាត់បានធ្វើដូចជាការជួបសម្ភាសមិត្តរួមបន្ទប់និងម្ដាយរបស់នាង Stephanie រួមទាំងការដឹកនាំក្រុមល្បាតស៊ើបអង្កេតនៅលើផ្លូវប្រសព Highway អន្តររដ្ឋលេខ5ជាកន្លែងដែលនាង Stephanie បានបាត់ខ្លួននៅម៉ោង 3:25 នាទីព្រឹកលោក Machen បានទទួលការហៅទូរស័ព្ទពីនាយកដ្ឋានទម្រួតក្រុង San Joaquin ហើយត្រូវបានគេប្រាប់អំពី
អ្វីដែលពួកគេបានធ្វើការស៊ើបអង្កេតធ្វើការស៊ើបអង្កេតជាមួយលោកវីតូបតុកជនីនិងលោកPete Rosenquist ថាពួកយើងមានសាកសពស្ត្រីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់អាយុប្រហែល18ទៅ20ឆ្នាំកម្ពស់ 5.8 ហ្វីតទម្ងន់150ផោនសក់ពណ៌តុងដែងលាយពណ៌ត្នោតចោះត្រចៀកគ្មានស្លាកស្នាមឬស្នាមចាក់សាក់ទេថ្នាំក្រចកពណ៌ផ្កាឈូកនៅលើម្រាមជើងរបស់នាងតែមិនមាននៅលើក្រចកដៃនាងទេលោកម៉ាឆេនក៏បានសួរថាតើនាងស្លៀកពាក់អ្វីដែរអាវទ្រនាប់ពណ៌ផ្កាឈូកគ្មានលេខពាក់អាវយឺតពណ៌សស្លៀកខោជើងវែងពណ៌ខៀវតើនាងត្រូវបានគេរកឃើញនៅឯណានៅប្រឡាយទឹកធារាសាស្ត្រត្រើយខាងកើតនៃផ្លូវខូរ៉េយ៉ាភាគខាងត្បូងនៃផ្លូវជាតិអន្តររដ្ឋលេខ12និងនៅជិតផ្លូវជាតិអន្តររដ្ឋលេខ5ប្រហែល3ទៅ4ម៉ៃល៍ប៉ុណ្ណោះលោកម៉ាឆេនក៏បានតាក់ទងទៅម្ដាយនាង Stephanie ដើម្បីបញ្ជាក់នៅព័ត៌មានលម្អិតបន្ថែមទៀតតែមិនបានប្រាប់អំពីដំណឹងនេះទេមានន័យថាដំណឹងដែលបានរកឃើញនាង Stephanie អត្តសញ្ញាណជនរងគ្រោះត្រូវបានកំណត់លោកម៉ាឆេនក៏បានតាក់ទងទៅនឹងក្រុមល្បាតផ្លូវ highway ដើម្បីផ្ទៀងផ្ទាត់រថយន្តពណ៌លឿង Mark Colt ដែលបានចតចោលនៅខាងស្ដាំដៃចេញពីផ្លូវធំប្រហែល200យ៉ាតនៅមុខសញ្ញាឈប់នៃស្ពានអាកាសស្ថិតនៅច្រកផ្លូវ Hood Franklin នេះស្ថិតនៅច្រកផ្លូវ Hood Franklin នោះបានចុះឈ្មោះ Stephanie Marcia Brown លោក Machen ក៏បានតាក់ទងទៅនាយកដ្ឋាននៃក្រុង Sacramento ដើម្បីពិនិត្យមើលប័ណ្ណបើកបររបស់នាង Stephanie រថយន្តនោះផលិតនៅឆ្នាំ1968មានអាជ្ញាប័ណ្ណនិងស្លាកលេខ 2AEF 486ជាកម្មសិទ្ធិរបស់ឈ្មោះ Stephanie Marcia Brown រឿងដំបូងដែលលោក Machen បានកត់សម្គាល់នោះគឺស្លាក CHP នៅលើអង្គតែនវិទ្យុរបស់ឡាននោះដែលបានចុះកាលបរិច្ឆេទនៅមុនម៉ោង10ព្រឹកនៅជុំវិញរថយន្តនោះមិនឃើញមានស្នាមខូចខាតលើតួខ្លួនវាទេក្រៅតែពីស្នាមប្រឡាក់ពណ៌ខ្មៅបន្តិចបន្តួចនៅលើកញ្ចក់ខាងមុខប៉ុណ្ណោះខាងឆ្វេងដៃនៃរថយន្តហាក់ដូចជាបានអូសនឹងឬប៉ះនឹងអ្វីមួយរថយន្តនោះបានចតនៅលើចិញ្ចើមផ្លូវរាបស្មើនិងផ្លូវដីហុយនិងលើខ្សែពណ៌សដែលសម្គាល់ខាងស្ដាំដៃនៃផ្លូវលោក Machen បានកត់សម្គាល់ថាអ្នកបើកបរមានទាំងពេលវេលានិងទាំងការគិតគូរពីសុវត្ថិភាពបង្អួចខាងអ្នកបើកបរបានរវៃចុះក្រោមស្ទើរតែទាំងស្រុងបានបន្សល់ទុកតែគែមបង្អួចប្រហែល1អ៊ីនជប៉ុណ្ណោះមនុស្សភាគច្រើនមិនបានបើកក្នុងល្បឿនលឿនដោយការធ្វើរបៀបនេះទេមានន័យថាមនុស្សភាគច្រើនមិនបានបើកក្នុងល្បឿនលឿនហើយរវៃកញ្ចក់ខាងអ្នកបើកបរចុះក្រោមទេនេះគឺជាការសន្និដ្ឋានរបស់លោក Machen លោក Machen បានកត់សម្គាល់ទៀតថាប្រហែលជាអ្នកបើកបរបានរវៃវាចុះក្រោមដើម្បីនិយាយទៅកាន់នរណាម្នាក់នៅខាងក្រៅរថយន្តនេះគឺជាការសន្និដ្ឋានរបស់លោក Machen លោក Machen បានមើលផ្នែកខាងក្នុងរថយន្តកូនសោមិនស្ថិតនៅក្នុងប្រអប់បញ្ឆេះទេគាត់បានកត់សម្គាល់ចម្ងាយកុងទ័រសរុបចំនួន878គីឡូម៉ែត្រឧបករណ៍វាស់ចម្ងាយផ្លូវបានបង្ហាញចម្ងាយ 31.3 ម៉ៃល៍នៅក្នុងប្រអប់កៅអីខាងមុខទាំងពីរមានស្រោមសំបុត្រជាច្រើនហើយមានសរសេរនៅលើស្រោមសំបុត្រមួយថាផ្លូវ E ខាងស្ដាំដៃខាងស្ដាំ
លក់ស្រាផាញ់ខោគ្មានកាបូបលុយឬកាបូបធម្មតានៅក្នុងឡានទេក្រៅពីនេះក៏គ្មានអ្វីដែរលោក Machen បានដើរក្រឡឹងរថយន្តដើម្បីស្វែងរកស្នាមដានជើងនិងដានសម្បកកង់ឡាននិងផុសតាងផ្សេងទៀតក្រៅពីកន្ទុយបារីចាស់នៅចម្ងាយប្រហែលពី20យ៉ាតនិងដបស្រាទទេមួយដែលប្រកាសជាមានមនុស្សនៅខាងក្រៅហើយក្រៅពីនេះគាត់មិនបានរកឃើញអ្វីផ្សេងទៀតឡើយរថយន្តសណ្ដោងបានស្ទូចរថយន្តម៉ាក Dot Cole ស្នាមដានជើងរបស់ម្ចាស់វាឆ្ពោះទៅកាន់មន្ទីរពិសោធន៍លោក Machen បានហក់ឡើងជិះឧទ្ធម្ភាគចក្រជាមួយក្រុមការងារហោះក្រឡឹងយ៉ាងទាបពីលើកន្លែងចតឡានរបស់នាង Stephanie ហ្នឹងនិងកន្លែងសាកសពដែលត្រូវបានគេរកឃើញជាច្រើនជុំមានន័យថាឧទ្ធម្ភាគចក្ររបស់គាត់និងក្រុមការងាររបស់គាត់នឹងហោះក្រឡឹងនៅកន្លែងដែលឡានរបស់នាង Stephanie នឹងចតចោលហើយនឹងកន្លែងប្រឡាយទឹកនៃសាកសពរបស់នាង Stephanie នឹងត្រូវបានគេរកឃើញលោក Machen បានជួបជាមួយលោក Vito Bertocchini និងលោក Pete Rosenquist មុនពេលបូជាសាកសពមុនពេលការបូជាសពត្រូវបានចាប់ដើមអ្នកស៊ើបអង្កេតទាំង3នាក់បានមើលមុខគ្នាយ៉ាងមាំនៅពេលកំពុងបូជាសាកសពអញ្ចឹងនេះជាចំណុចមកដល់ចុងក្រោយហើយសរុបរួមមកមានន័យថានាង Stephanie ត្រូវបានករណី Jando គេដែលគេដាក់ឈ្មោះឲ្យហ្នឹងគឺជាសាកសពរបស់នាង Stephanie នឹងឯងបាទដូច្នេះបានមកដល់ទីបញ្ចប់នៃចម្ពោះទី1នេះបាទនឹងសប្តាហ៍ក្រោយខ្ញុំនឹងលើកចម្ពោះទី2យកមកចែកជូនជាព័ត៌មានជាអង្គហេតុតទៅទៀត